ខ្ញុំសូមចូលរួមអបអរសាទរចំពោះប្រទេសកម្ពុជានិងប្រទេសថៃដែលបានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងសហរដ្ឋអាមេរិកបានដោយជោគជ័យខ្ញុំសង្ឃឹមថាប្រទេសទាំងពីរនឹងបន្តមានសន្តិភាពជាមួយគ្នាជារៀងរហូតនិងជាអ្នកចាត់ខាងល្អនឹងគ្នាជារៀងរហូតឈប់មានចំនួនជាមួយគ្នាទៀតនិងឈប់មានការរើសអើងគ្នាទៀតឥឡូវនេះវាគឺជាចម្ពោះថ្មីមួយរវាងប្រទេសទាំងពីរចូលយើងស្វែងរកគំនិតថ្មីអំពីការកសាងទំនុកចិត្តដើម្បីស្ដារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញខ្ញុំគិតថាប្រទេសទាំងពីរគួរតែបើកព្រំដែនឡើងវិញក្នុងពេលតែមួយស្មើគ្នាដោយគ្មានអ្នកណាបើកមុនឬបើកក្រោយទេគោលណាត់គ្នាបើកមកស្មើគ្នាទៅជំហានបន្ទាប់គឺកម្ពុជាយើងត្រូវការជួសជុលសេដ្ឋកិច្ចឲ្យវិលត្រឡប់ទៅដោយការពីមុនវិញនៅពេលដែលកសិករខ្មែរលក់ផលិតផលកសិកម្មទៅឲ្យភ្ញៀវដែលជាអ្នកទិញបានតែម្នាក់ដូចជាប្រទេសវៀតណាមនោះគេនឹងឲ្យតម្លៃទាបជាងមុន 20% ទៅ 30% គឺស្រេចតែចិត្តរបស់គេប៉ុន្តែបើយើងមានភ្ញៀវពីប្រទេសរងចាំទិញវិញនោះគឺកសិករខ្មែរយើងមានចំណេះច្រើនដូច្នេះវៀតណាមគឺមិនអាចចេះតែបន្ទាបតម្លៃបានទេខ្ញុំចង់រំលឹកបងប្អូនម្ដងទៀតថាសន្តិភាពរបស់កម្ពុជាយើងលើកនេះវាកើតឡើងបានគឺដោយសារតែសហរដ្ឋអាមេរិកតែប៉ុណ្ណោះបងប្អូនខ្លះប្រហែលជាមិនដឹងទេថាផលប្រយោជន៍ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយនឹងប្រទេសថៃគឺធំជាងជាមួយនឹងកម្ពុជាប្រហែលជា7ដងឯណោះប៉ុន្តែសហរដ្ឋអាមេរិកមិនខ្វល់ពីផលចំណេញនឹងទេប្រសិនបើថៃមិនព្រមបញ្ឈប់ក្នុងការវាយមកលើកម្ពុជានោះសហរដ្ឋអាមេរិកគេសុខចិត្តផ្ដាច់ការធ្វើពាណិជ្ជកម្មនឹងជាមួយនឹងថៃតែម្ដងនេះគឺបានបង្ហាញថាប្រទេសសហរដ្ឋអាមេរិកនេះមិនមែនត្រឹមតែជាប្រទេសចេះរកស៊ីធ្វើចំនួនតែប៉ុណ្្នឹងទេអ្វីដែលសំខាន់បំផុតសម្រាប់គេវាគឺជាសិលធម៌និងគុណធម៌ដែលលុយវាមិនសំខាន់ជាងនោះទេពេលគេឃើញប្រទេសកម្ពុជាតូចជាងត្រូវការជួយគឺគេជួយទាំងដែលផលប្រយោជន៍ដែលគេទទួលបានពីកម្ពុជាយើងទៅគឺវាស្ទើរតែគ្មានក្នុងមួយឆ្នាំកម្ពុជាទិញពីសហរដ្ឋអាមេរិកប្រហែលត្រឹមតែ$300លានតែប៉ុណ្ណោះតែបើសហរដ្ឋអាមេរិកទិញពីកម្ពុជាវិញគឺ$12,000លានក្នុងមួយឆ្នាំនេះគឺគេខាតជាមួយនឹងកម្ពុជាយើងចំនួន$11,000លានក្នុងមួយឆ្នាំឯណោះតែក៏គេនៅតែសម្រេចចិត្តថាជួយយើងដែរនេះគឺវាបានខុសពីប្រទេសចិនទទួលបានផលប្រយោជន៍ពាណិជ្ជកម្មពីប្រទេសថៃគឺច្រើនជាងពីកម្ពុជាយើងប្រហែលជា8ដងនេះហើយគឺជាមូលហេតុដែលចិនស្ងាត់បងប្អូនការប៉ັດទៅបើសិនជាចិនដាក់សម្ពាធពាណិជ្ជកម្មទៅលើថៃត្រឹមតែបន្តិចបន្តួចក៏កម្ពុជាយើងអស់ចិត្តដែរប៉ុន្តែនេះគឺសូន្យតែម្ដងមិនត្រឹមតែប៉ុណ្ណេះទេចិនថែមទាំងចេញមុខប្រកែកថាខ្ញុំនឹងមិនលក់គ្រឿងអាវុធទៅឲ្យកម្ពុជាទៀតទេចិនខំនិយាយយកចិត្តថៃខ្លាំងណាស់ដល់តែពេលដែលសហរដ្ឋអាមេរិកចេញមកជួយបញ្ឈប់ឲ្យរឹតរអស់ហើយទៅចិនអើក្បាលចេញមកតាមក្រោយទេមកធ្វើជាខ្វល់នេះគឺបានបង្ហាញថាគោលនយោបាយរបស់ប្រទេសចិនគឺមិនដែលខ្វល់ពីសិលធម៌និងគុណធម៌ទេឲ្យតែខ្លួនឯងបានចំណេញមិនខ្វល់ពីអ្នកណារស់ឬស្លាប់ទេហើយគោលនយោបាយរបស់ប្រទេសចិននេះគឺគេធ្វើទៅលើគ្រប់ប្រទេសទាំងអស់មិនមែនតែកម្ពុជាយើងមួយទេសូមបងប្អូនកុំចិត្តច្រឡំថាគេធ្វើលើតែយើងមួយបងប្អូនគ្រាន់តែគិតមើលទៅលើទស្សនៈរបស់ចិនទៅបើចំណេញពីថៃច្រើនជាងឆ្ងាយចុះតើអញធ្វើឲ្យថៃខឹងធ្វើអ្វីអញគ្រាន់តែកុំលូកដៃទៅបានហើយអញឈ្នះទាំងពីរនេះគឺវាបានផ្ទុយពីការគិតរបស់ប្រទេសពួកលោកខាងលិចពួកគេគឺមើលទៅលើអ្វីត្រូវអ្វីខុសពួកគេមិនខ្វល់ពីប្រាក់ចំណេញទេបងប្អូនគ្រាន់តែមើលទៅលើសង្គ្រាមលោកលើកទី2ទៅតើអ្នកណាទៅលះបង់អាយុជីវិតរបស់គេរាប់លាននាក់ដើម្បីទៅសង្គ្រោះពួកអាស៊ីពីជប៉ុនចុះតើពួកអាស៊ីវិញដែលទៅលះបង់ជីវិតរាប់លាននាក់ដើម្បីទៅជួយអ្នកណាដែរឬទេចម្លើយគឺមិនដែរទេហើយរាល់ថ្ងៃនេះធ្វើពាណិជ្ជកម្មជាមួយគេវិញគឺបានតែចំណេញពីគេរហូតតែបើគេវិញគឺមិនដែលបានចំណេញពីអាស៊ីទេបងប្អូនការដែលបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងសន្តិភាពនេះវាគឺជាពរជ័យមួយដែលនឹកស្មានមិនដល់សម្រាប់កម្ពុជាសូមបងប្អូនមើលរូបភាពនេះឥឡូវនេះសហរដ្ឋអាមេរិកស្ទើរតែទាំងអស់គេបានស្គាល់កម្ពុជាច្រើនជាងមុនទៅទៀតត្រឹមតែរយៈពេលប្រហែលម៉ោងតែប៉ុណ្ណោះវីដេអូនេះទទួលបានចំនួនអ្នកមើលលើ9លានដងនេះខ្ញុំលើកត្រឹមតែក្រុមហ៊ុនកាសែតតែមួយផងនៅមានក្រុមហ៊ុនកាសែតរាប់សិបក្រុមហ៊ុនទៀតគេផ្សាយពេញនឹងនេះរាប់តែព័ត៌មាននៅតាម Facebook តែប៉ុណ្ណោះវានៅមានចាក់បញ្ចាំងនៅតាមប៉ុស្តិ៍ទូរទស្សន៍ទៀតបើរាប់ចូលគ្នាទាំងអស់វាប្រហែលជាចូល50លានទៅ100លានបាត់ទៅហើយកាលពីមុនប្រជាជនអាមេរិកទូទៅធម្មតាគេមិនដឹងថាកម្ពុជានៅអាណាផងប៉ុន្តែពេលនេះខ្ញុំជឿជាក់ថាគេស្គាល់កម្ពុជាខ្លាំងជាងមុនទោះបីជាលោកប្រធានាធិបតីដូណាល់ត្រាំមិនទទួលបានពានរង្វាន់ណូបែលសន្តិភាពនៅក្នុងឆ្នាំ2025នេះក៏ដោយខ្ញុំគ្រាន់តែសង្ឃឹមថាគាត់នឹងទទួលបានវានៅក្នុងឆ្នាំ2026
ទោះបីជាឆ្នាំ2025កម្ពុជាមានជួបឧបសគ្គប្រឈមជាច្រើនក៏ដោយខ្ញុំសង្ឃឹមថាឆ្នាំ2026វានឹងអាចប្រសើរឡើងផងទៅចុះខ្ញុំដឹងថាប្រជាជនកម្ពុជាទូទាំងប្រទេសភាគច្រើនគឺអរគុណនិងដឹងគុណចំពោះសហរដ្ឋអាមេរិកណាស់ដូចនេះខ្ញុំគិតថាយើងទាំងអស់គ្នាគួរតែធ្វើសកម្មភាពឲ្យគេបានឃើញយើងគួរតែដាក់តាំងទង់ជាតិកម្ពុជាផងនិងអាមេរិកផងនៅតាមមុខផ្ទះនីមួយៗដើម្បីបង្ហាញឲ្យគេដឹងថាផ្ទះរបស់ពួកយើងគឺគាំទ្រកម្ពុជានិងសហរដ្ឋអាមេរិកឲ្យមានទំនាក់ទំនងល្អជាមួយគ្នា